ស្វាគមន៍មកកាន់វីដេអូប្លុកទី2នៃការធ្វើរោងដាំបន្លែហើយថ្ងៃនេះក៏ដូចជាថ្ងៃម្សិលមិញមានបានធ្វើស្អីច្រើនឆាយតែស្មៅហើយកើបទឹកដីអាចដីដែលយើងកាប់ដាក់ដៅមកទេដៅក្រាំញងហើយឆាយទៅកូនពងឆាយធ្វើរោងប៉ុលតែគ្មានបានធ្វើអីច្រើនទេចោលពីធ្វើស៊ីពេកមានរបូតក្នុងវីដេអូហ្នឹងមានបានស្អីបានធ្វើអីធំដុំអីទេឆាយដល់ស្មៅហ្នឹងនេះបើស្រុកខ្ញុំគេហៅជំរះខាងនេះគេហៅឆាយខាងកពូតនេះធ្វើរងបើតែធ្វើរបូតទៅចប់នោះហើយសាច់ដាក់ដងចប់ផ្លែចប់ហ្នឹងចង់មួយកន្លះថ្ងៃបានធ្វើចឹងគេឈប់ដាក់ផ្លែចប់ដាក់អស់ចិត្តអស់ចង់ឈប់ធ្វើរំលងនេះយើងបានសមិទ្ធផលប៉ុណ្ណឹងមានរោងម្ទេសស្ពៃកញ្ញាញ់ស្ពៃខ្មៅហើយនឹងល្ពៅត្រាប់ញង